ចូលដល់រដូវកាលសត្វចេញទៀតហើយបងប្អូនហើយតែដល់រដូវកាលនេះម្ដងគឺម្ចាស់ផ្ទះសកម្មសប្បាយចិត្តណាសប្បាយចិត្តមែនតើមូលហេតុដែលសប្បាយចិត្តនោះគឺគាត់អាចប្រមូលផលបានច្រើនអញ្ចឹងបើសិនជាធម្មតាយកបាន1គីឡូដល់ខែសត្វចេញហក់ដល់2ឬក៏3គីឡូវាឡើងបែបហ្នឹងដោយសារតែសត្វដែលវាធ្វើសបុកហើយមានកូនពងហើយវាក៏ដល់ពេលដែលវាត្រូវចេះហើរចេញទៅហើយអញ្ចឹងហើយធ្វើឲ្យយើងអាចប្រមូលផលបានច្រើនអញ្ចឹងអានេះគឺជាអ្វីដែលបងប្អូនម្ចាស់ផ្ទះសកម្មទាំងអស់កំពុងចង់បានបងប្អូនត្រូវចេះថែទាំផ្ទះផងកុំគ្រាន់តែចង់បានផលពីព្រោះថាបើសិនជាយើងយកផលមកហើយផលរបស់យើងមិនល្អក៏យើងអាចលក់មិនសូវបានថ្លៃដែរដូចជាបញ្ហាសម្មើធ្វើឲ្យសបុកមានពស់ខ្មៅហ្នឹងក៏ជាបញ្ហាលាមកសត្វនៅក្នុងផ្ទះក្រើនមិនសម្អាតធ្វើឲ្យសបុកចេញពណ៌មិនស្អាតក៏ជាបញ្ហាបាទហើយនឹងមានបញ្ហារួមផ្សំដូចជាផ្សិតដូចជាសំណើមក្រាស់ពេកស្ទើរពេកក៏សុទ្ធតែជាបញ្ហាដែរអញ្ចឹងបងប្អូនត្រូវចេះមើលថែទាំទាំងអស់ហ្នឹងទៅយើងទទួលបានទិន្នផលល្អគុណភាពខ្ពស់ការលក់របស់យើងក៏ទទួលបានតម្លៃថ្លៃតាមអ្វីដែលគេចង់បានដែរហើយអ្នកទិញចង់បានតែសបុកស្អាតទេមកបានស្អាតហ្នឹងគាត់ក៏សប្បាយចិត្តដែរ